នេះគឺជាសភៅដែលពូសុកច័ន្ទផលនិពន្ធហើយជាសភៅទី2ដែលខ្ញុំចូលចិត្តបន្ទាប់ពីសភៅម្នាក់ឯងតែម្នាក់ឯកាម្នាក់ឯងតែម្នាក់ឯកាខ្ញុំអាន3ដងពណ៌ខ្លះដែលខ្ញុំអត់សូវយល់ខ្ញុំអានខាងទៅខាងមកខាងទៅខាងមកសុទ្ធតែខ្ញុំយល់ខ្លួនឯងហើយមនោសញ្ចេតនាដែរហើយនឹងនិយាយពីការរកខ្លួនឯងដូចគ្នាពីសភៅម្នាក់ឯងតែម្នាក់ឯកាហើយខ្ញុំស្រឡាញ់ទំព័រទី31ខ្លាំងណាស់ខ្ញុំអត់ស្អាយក្នុងការគូទេខ្ញុំសប្បាយក្នុងការគូវិញទេទោះតែខ្ញុំស្រឡាញ់ clear កន្លែងណាខ្ញុំទៅសេកន្លែងហ្នឹងខ្ញុំពុនឲ្យពូសុកច័ន្ទផលបោះពុំផ្សាយដល់កូនចាប់មាសសភៅហ្នឹងដូចជាខ្ញុំអានបាន3ដងដែរ3ដងម្ដងហ្នឹងអានដល់ធម្មនេះហេគិតយ៉ាងណាបើគេស្អប់យើងគិតយ៉ាងណាអ្នកអើយអ្នកបងត្រូវតែយល់បានថាអ្នកណាជាអ្នកស្អប់ជាអ្នកដតីតែមែនទេអត់ជាអ្នកដតីតែយើងអាចធ្វើអីបានយើងធ្វើបានត្រឹមតែរក្សាចិត្តខ្លួនឯងកុំឲ្យស្អប់គេវិញប៉ុណ្ណោះមិនមែនមិនឲ្យយើងគិតពីមូលហេតុដែលគេស្អប់យើងនោះទេពលបើគេស្អប់យើងដោយសារតែយើងធ្វើខុសយើងត្រូវសុំទោសយ៉ាតែបើគេស្អប់យើងដោយសារតែយើងធ្វើត្រូវវាជាកំហុសរបស់គេទៅតើបើយើងនៅតែកាត់ទោសរឿងគេស្អប់អាចមកពីយើងមិនទុកចិត្តខ្លួនឯងធ្វើត្រូវហើយស្វែងយល់ពីខ្លួនឯងបានច្បាស់រៀនស្មោះត្រង់រៀនទទួលយកដើម្បីក្លាយជាមនុស្សរឹងមាំការពិតអ្នកណាដែលបង្កើតការស្អប់អ្នកនោះនឹងរងទុក្ខហេតុនេះចូលអនុមេត្តាដល់អ្នកដែលស្អប់យើងព្រោះគេកំពុងតែដឹកលើក្នុងខ្លួនរបស់គេហើយប៉ុន្តែបើសិនជាយើងមិនយល់ពីរឿងនេះទេរួចតែខឹងស្អប់តបគេវិញនោះយើងនឹងរងទុក្ខដូចគ្នានឹងបុគ្គលនោះដែរ